បាទសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាជួបខ្ញុំសារជាថ្មីទៀតហើយថ្ងៃនេះដែរយើងមានសាច់រឿងប្រវាស់វិញម្ដងបាទរឿងនេះដោយបានចែករំលែកពីបងស្រីម្នាក់ឈ្មោះបងស្រីយ៉ាបាទហ្នឹងហើយអញ្ចឹងគាត់បានប្រវាស់មែនបាទគាត់និយាយថាគាត់ការយូរហើយអត់មានកូនទេដល់ពេលហើយគាត់ទៅសុំឪពុកក្មេងគាត់បានប្រវាស់ដើម្បីយកកូនហ្នឹងហើយអញ្ចឹងថាតើសាច់រឿងទៅជាយ៉ាងណាបាទសាច់រឿងជាសាច់រឿងប៉ិតមួយដែលគាត់ចែករំលែកខ្ញុំមកគាត់នៅខេត្តបាត់ដំបងបាទហ្នឹងហើយអញ្ចឹងយើងទៅតាមដានស្ដាប់ទាំងអស់គ្នាបាទបងស្រីម្នាក់គាត់មានឈ្មោះថាបងយ៉ាបានការជាមួយប្តីគាត់អស់រយៈពេលប្រហែលជា5ឆ្នាំហើយប៉ុន្តែអត់ទាន់មានកូនទេបងស្រីមិនមានកូនមួយគ្រាប់សោះដើម្បីបន្តពូជទេដោយបងប្អូនប្តីរបស់គាត់មានកូនទៅដល់តែ8 9នាក់អាហ្នឹងជាបងប្អូនប្តីគាត់តែហេតុអ្វីបានជាប្តីគាត់មិនមានកូនបាទហើយគាត់ហ្នឹងតែងតែសួរប្តីគាត់ថាបងឪពុកមកឯងហ្នឹងខ្លាំងម្ល៉េះមិនមានកូន10នាក់ហេតុអ្វីបានជាបងឯងសូម្បីតែកូនមួយគ្រាប់ក៏គ្មានបងស្រីគាត់ក៏បាននិយាយអញ្ចឹងចុះហេតុអ្វីបានជាបងអត់ប្រកែដូចឪពុកបងហើយបងស្រីយ៉ាក៏បានទៅសួរម្ដាយប្រកែរបស់គាត់សួរទៅម្ដាយរបស់គាត់បាននិយាយថាប្រហែលជាប្តីឯងអាចទៅដឹងឯងបានមិនមានកូនហើយបងយ៉ាក៏បាននិយាយថាម៉ែឪពុកគាត់កូនដល់8 9នាក់ចុះហេតុអ្វីបានជាប្តីខ្ញុំទៅទៅវិញម៉ែក៏និយាយថាវាមានតក់វាមាននាចុះតម្រាំប្តីហើយហ្នឹងហើយបានប្រហែលថ្ងៃម្ដាយរបស់គាត់ឲ្យទៅពិនិត្យសុខភាពអញ្ចឹងបងយ៉ាហ្នឹងនៅប្តីរបស់គាត់បានទៅពិនិត្យសុខភាពឃើញថាសុខភាពល្អទាំងអស់តាំងបងយ៉ាតាំងប្តីរបស់គាត់អត់មានបញ្ហាអ្វីទាំងអស់ហើយពេទ្យបានប្រាប់ថាសុខភាពល្អអញ្ចឹងអាចមានកូនដល់10នាក់ក៏បានដែរហើយគាត់ក៏មកផ្ទះវិញហើយឲ្យក្មេងគាត់ក៏សួរថាមិនហើយកូនទៅប្រែសុខភាពហ្នឹងយ៉ាងម៉េចហើយបើមិនអីទេពួកកូនឯងទាំងពីរហ្នឹងនាំគ្នាទៅទិញថ្នាំខ្មែរទៅគីឡូបានមានកូនណាកូនសាក់ផឹកថ្នាំខ្មែរវិញទៅគាត់ក៏បាននិយាយអញ្ចឹងគាត់បានប្រាប់អញ្ចឹងណាពេលហើយខ្មែរក្មេងគាត់បាននិយាយថាកូនមើលថាមើលថាប៉ាឯងនេះទៅជាក្មេងគាត់ណាឯងនេះដាក់បានហ្មងដាក់មានបានគឺមិនយកលុយដាក់មានមកហើយពេលហ្នឹងបងយ៉ាក៏សួរថាចុះហេតុអ្វីបាននេះប្តីខ្ញុំដាក់មិនបានអញ្ចឹងឬក៏កូនឯងមិនពេលដេកបានសុំគេសុំអីទេកូនឬក៏បានដាក់ចង្គៀងនៅលើក្បាលឬក៏ដាក់អីផ្សេងទេកូនបានវាមានកូនឯងសាក់គិតឡើងមើលម្ដាយគាត់និយាយអញ្ចឹងឬក៏ពេលចូលដេកមិនបានអត់ធុកសុំគេសុំអីទេដឹងកូនដល់ពេលម្ដាយគាត់និយាយអញ្ចឹងហើយគាត់ក៏គិតថាអូប្រហែលអញ្ចឹងហើយមើលទៅប្រហែលខ្ញុំបានសុំគេសុំអីដឹងដល់ពេលស្អែកឡើងយប់គាត់ក៏បានរៀបចំដាក់មុងដាក់ចង្គៀងដាក់លើក្បាលទំនេកលើអីទៅហើយគាត់ក៏បានដាក់ចង្គៀងចុងជើងលើក្បាលទំនេកហើយបន្ទាប់ទៀតគាត់ក៏តែងតែបើរកប្តីរបស់គាត់ថ្ងៃនេះសាច់គោថ្ងៃស្អែកស៊ុបថ្ងៃស្អែកទៀត oyster ឬក៏ត្រីសាម៉ុនបើប្តីគាត់រហូតអស់ពីត្រីសាម៉ុនអស់ពី oyster ស្អែកឡើងបើប្តីគាត់ស៊ុបកែងស៊ុបសាច់គោស៊ុបអន្ទង់គាត់ធ្វើមិនឲ្យបានបើប្តីរបស់គាត់អស់ប្រមាណអស់ទៅគាត់បើប្តីរបស់គាត់ឲ្យបានខ្លាំងពូកែដើម្បីយកមកកូនប្រើឲ្យបានមួយក៏បានដែរគាត់ខំបើប្តីគាត់ណាគាត់ទិញនេះទិញនោះទិញគ្រឿងសាច់គ្រឿងបើគ្រប់បែបយ៉ាងមិនថាទៅដោះគោមិនថាអីគាត់បាននិយាយអញ្ចឹងប្រាប់អេដមីនអញ្ចឹងណាបងប្អូនណាហើយបងយ៉ាគាត់ខ្មាស់គេណាដើរនៅក្នុងស្រុកហ្នឹងគេនិយាយតគ្នាមួយទៅមួយពីមួយទៅពីរថាយ៉ាហ្នឹងប្រហែលហើយគ្មានកូនទេឬគេនិយាយពេញភូមិនិយាយតែអញ្ចឹងពេលហ្នឹងគាត់បើប្តីរបស់គាត់ប្រហែលជាមួយអាទិត្យប៉ុន្តែប្តីរបស់គាត់ក៏ខ្លាំងដែរបងប្អូនគាត់និយាយអញ្ចឹងនៅខ្លាំងដែរខ្លាំងមែនទេបងប្អូនឡើងសឹងតែមិនចោះមួយខែហើយមួយខែទៀតប៉ុន្តែអត់កូនគាត់បាននិយាយអញ្ចឹងបងប្អូនណាពេលហ្នឹងប្តីគាត់បាននិយាយថាអូនឯងប្រហែលជាហើយមើលទៅ
hai chị A hai mươi từឬក៏លហត់យើងវាខុសគ្នាបើសិនយើងនៅជាមួយគ្នាអត់មានកូនដែរអញ្ចឹងយើងលែងណាស់គ្នាទៅអាការឲ្យអត់មានកូនដែរនោះយើងលែងទៅល្អជាងបងយ៉ាក៏បាននិយាយអញ្ចឹងប្តីគាត់ចង់លែងបើសិនជាគាត់អត់មានកូនណាហើយបើអត់កូនអញ្ចឹងនៅបានបញ្ចោលស្អីមានស្អីមានតែទ្រព្យសម្បត្តិកូនក៏គ្មានអញ្ចឹងយើងនៅក៏នៅវិគ្នាក៏អត់ប្រយោជន៍ដែរយើងលែងគ្នាទៅប្តីគាត់ក៏បាននិយាយអញ្ចឹងពេលហ្នឹងបងចាគាត់ក៏បានទៅផ្ទះសួរម៉ែរបស់គាត់ថាម៉ែធ្វើមិនទៅបើសិនជាខ្ញុំអត់មានទៀតអត់មានកូនទៀតប្តីខ្ញុំហើយជាលែងហើយម៉ែជួយរកវិធីដោះស្រាយខ្ញុំផងបងចាហ្នឹងក៏បានសួរម្ដាយគាត់អញ្ចឹងហើយម្ដាយតែងតែរកវិធីជួយហើយម្ដាយក៏បាននិយាយថារឿងហ្នឹងមានតែពីរនាក់ម៉ែកូនឯងនឹងប្តីកូនឯងទេបើយើងមានកូនយើងនៅទីទៅតែបើអត់មានកូនប្តីឯងចង់លែងទៅបើលែងចោលទៅបើប្តីឯងគិតអញ្ចឹងលែងបើគិតតែអំពីកូនអញ្ចឹងបើយើងអត់មានកូនយើងនៅមួយគ្នាអញ្ចឹងម៉ែក៏បានដោះស្រាយប៉ុណ្ណឹងហើយកូនក៏សួរទៀតគាត់ក៏សួរថាទៀតថាប៉ុន្តែពេលហ្នឹងបងយ៉ាហ្នឹងគាត់គិតថាស្រឡាញ់ប្តីគាត់ណាគាត់ក៏សួរម្ដាយគាត់ថាម៉ែមានវិធីណាផ្សេងទេម៉ែហើយម្ដាយគាត់ក៏និយាយថាមានកូនតែកាត់គេកាត់ខ្មាស់ហើយហ៊ានធ្វើអត់ម្ដាយគាត់និយាយចឹងម៉ែវិធីសាស្ត្រអីម៉ែឲ្យតែថាមានកូនម៉ែជួយតិចមកវិធីសាស្ត្រអីហើយនិយាយមកម៉ែម៉ែនិយាយមកខ្ញុំមិនខ្លាចទេឲ្យម៉ែនិយាយមកឲ្យវិធីសាស្ត្រអីគេហ្នឹងហើយអញ្ចឹងបើម៉ែប្រាប់ទៅហើយកុំនិយាយទៅពីតាគេសោះតែប្តីឲ្យដឹងលេងក្បាលឲ្យចោលហ្មងណាកុំនិយាយម៉ែក៏និយាយចឹងម៉ែគាត់ក៏បាននិយាយអញ្ចឹងហើយគាត់ក៏បាននិយាយថាម៉ែឯងប្រាប់មកអាហ្នឹងស្អីគេម៉ែពិធីស្អីម៉ែឯងនិយាយមកដល់ពេលនោះម៉ែគាត់បាននិយាយថាហើយដែលលឺចាស់និយាយគ្នាទេគេប្រវាស់ស្រែប្រវាស់ចំការតែឯងប្រវាស់តែឯងប្រវាស់កូនហើយយល់ទេពេលហ្នឹងបងស្រីយាយ៉ាហ្នឹងក៏បាននិយាយថាម៉ែខ្ញុំណាធ្វើចឹងខាត់ម៉ែខ្ញុំស្រឡាញ់ប្តីខ្ញុំសឹងអីម៉ែអូម៉ែធ្វើជាអាកាសទេម៉ែចុះបើសិនខ្ញុំទៅប្រវាស់មួយគេបើសិនអត់កូនអត់អីទៀតខ្ញុំមិនខាតអញ្ចឹងខ្ញុំអត់ធ្វើចឹងទេម៉ែវិធីណាផ្សេងទៀតអត់ហើយបើសិនជាប្តីខ្ញុំដឹងប្តីខ្ញុំលែងខ្ញុំដដែលហ្នឹងអត់បានទេធ្វើវិធីហ្នឹងម៉ែធ្វើបានទេហើយបើសិនជាខ្ញុំមានកូនខ្ញុំចាំគាត់តតែហ្នឹងចឹងធ្វើចោលបានទេម៉ែក៏និយាយថាបើល្ងងដូចកូនឯងចឹងមិនបាច់ធ្វើទេបើកូនឯងធ្វើមិនបានក៏ហីទៅម៉ែគាត់ទៅប្រាប់ចឹងទេហើយពេលហ្នឹងកូននោះក៏និយាយថាកូនមិនដឹងទៅរកអ្នកណាទេម៉ែអើយរកមិត្តភ័ក្ដិក៏ពិបាកខ្មាស់គេរកខាងបងប្អូនខ្ញុំក៏ពិបាកអញ្ចឹងម៉ែក៏និយាយថាឥឡូវកូនឯងអាចទៅរកខាងប្តីកូនឯងតើខាងប្តីកូនឯងសាក់ទៅរកមើលហើយសួរគេមើលហើយកូនឯងមើលថាបងប្អូនខាងប្តីកូនឯងហ្នឹងតើអ្នកណាដែលមានកូនច្រើនកូនឯងសាក់ទៅរកម្នាក់ហ្នឹងទៅខាងបងប្អូនប្តីកូនឯងហ្នឹងមើលហើយកូនឯងទៅសុំគេទៅនិយាយមួយគេទៅនិយាយស្រួលទៅហើយពេលហ្នឹងបងស្រីយ៉ាហ្នឹងគាត់ក៏បានគិតថាអូមែនម៉ែខ្ញុំរកទៅសួរខាងបងប្អូនខាងប្តីខ្ញុំសិនម៉ែគាត់បងយ៉ាក៏គាត់គិតអញ្ចឹងគិតថាទៅសួរនិយាយដូចជាម៉ែអញ្ចឹងត្រូវហើយហ្នឹងហើយពេលនោះមានប្អូនប្រុសមួយត្រូវជាប្អូនថ្លៃរបស់គាត់ប្អូនប្រុសប្តីរបស់គាត់បង្កើតគាត់ក៏បានទៅនិយាយជាមួយប្អូនថ្លៃរបស់គាត់កន្លែងស្ងាត់ទៀតហើយប្អូនថ្លៃរបស់គាត់ហ្នឹងការរួចទៅហើយក៏មានកូនដល់ទៅ3នាក់ដែររីឯប្អូនថ្លៃរបស់គាត់ហ្នឹងអាយុទៅតែ25ឆ្នាំទេហ្នឹងហើយរីឯបងស្រីយ៉ាហ្នឹង28ឆ្នាំហើយពេលហ្នឹងគាត់ក៏ទៅសុំប្អូនថ្លៃគាត់និយាយបងប្អូនពេលហ្នឹងបងយ៉ាក៏បានជួបប្អូនថ្លៃរបស់គាត់ឡៃសាគាត់និយាយថាប្អូនបងមានរឿងមួយឲ្យបងជួយហើយហ្នឹងប្អូនក៏និយាយថាបងឯងមានរឿងអីប្រាប់ខ្ញុំមកខ្ញុំជួយបានតារឿងអីគេរឿងចាប្អូនចារឿងចាប្អូនបងនោះអត់មានកូនទេហើយប្អូនឯងមានកូនអញ្ចឹងបងចង់ឯងជួយហើយតែពេលហ្នឹងប្រពន្ធប្អូនប្រុសនោះអត់នៅទេ
ហើយគាត់និយាយថាបងឯងចង់សុំកូនខ្ញុំចាំមែនបងអូខ្ញុំអត់ឲ្យទេបងអើយខ្ញុំទ្រាំមកបានកូន2 3អីហ្នឹងខ្ញុំបែកញើសខប់ពោតបងខ្ញុំអត់ឲ្យទេខ្ញុំអត់ឲ្យទេបងកូនចាំអត់ឲ្យទៅបងឯងទេហើយបងយ៉ាក៏និយាយថាមិនមែនទេអូនមិនមែនរឿងហ្នឹងទេហើយគាត់ថាបងឯងនិយាយមករឿងអីនិយាយមើលតែបើសិនជាចាប់ទុកកូនខ្ញុំដូចជាម៉ែធัวកូនធัวអីខ្ញុំអាចឲ្យរាប់អានបានបងតែឲ្យបើយន្តសុំកូនខ្ញុំឲ្យទេខ្ញុំឲ្យទេមិនមែនអញ្ចឹងទេប្អូនបងមកនេះគឺចង់សុំប្អូនរឿងមួយតែប្អូនទៅសន្យាឲ្យបងសិនបើសិនជាប្អូនស្ដាប់ហើយកុំលាក់បាំងកុំប្រាប់ប្រពន្ធប្អូនក៏កុំប្រាប់ប្តីរបស់បងកុំប្រាប់បងឯងត្រូវលាក់ការបងណាបានបងហ៊ាននិយាយហ្នឹងឯងបងឯងនិយាយមករឿងអីនិយាយមកពេលហ្នឹងបងយ៉ាណាក៏បាននិយាយថាចេះប្អូនបងការហាមានកូនទេហើយបងឯងមានកូនអញ្ចឹងណាអញ្ចឹងចង់ឲ្យបងឯងជួយបងបងឯងនិយាយម្ដងចេះត្រឡប់លិតគេចង់ជួយគេបងចេះទេរឿងចេះបងចង់ឲ្យឯងជួយបងរឿងកូនហ្នឹងចេះចង់ឲ្យឯងហ្នឹងនៅជាមួយបងក៏ប្រវាស់ហ្នឹងដើម្បីយកកូនអញ្ចឹងណារឿងអញ្ចឹងបងអូនណាអូអត់បានទេពេលហ្នឹងបងអូនប្រុសនោះក៏បានសម្លឹងមើលបងថ្លៃមើលក្រោមមើលលើអីហ្នឹងបងអើយខ្ញុំមិនទៅរួចទេបងអើយបងឯងចាស់ទៅហើយឲ្យខ្ញុំលេបបញ្ចូលឲ្យកើតប្រពន្ធខ្ញុំនឹងឡើងខ្ចីលហក់ហើយបងឯងឡើងចាស់អញ្ចឹងខ្ញុំលេបបញ្ចូលទេបងអើយហើយប្រពន្ធខ្ញុំដឹងនឹងងាប់ខ្ញុំទៀតខ្ញុំមិនទៅរួចទេបងអត់ទៅរួចទេបងខ្ញុំលេបបបបញ្ចូលទេដូច្នេះហើយពេលហ្នឹងក៏បានដើរចេញទៅបងយ៉ាក៏ដើរចេញទៅពេលហ្នឹងបងយ៉ាក៏ទៅស្ទាក់មុខប្អូនថ្លៃគាត់ថាបើសិនអូនឯងអត់ជួយបងទេអូនឯងសុំម្យ៉ាងលាក់ការផងណាកុំប្រាប់ណាគេដឹងរឿងហ្នឹងរឿងបងសុំហ្នឹងសុំបងឯងចុះកុំប្រាប់ណាគេបើអូនឯងជួយបងជួយឥឡូវជួយលាក់ការបងតិចទៅពេលហ្នឹងប្អូនប្រុសគាត់ហ្នឹងថ្លៃហ្នឹងក៏បាននិយាយថាលាក់បាទអីទេបងខ្ញុំអត់អីទេខ្ញុំមិនឲ្យបាច់ធ្លីគេទេខ្ញុំលាក់ការជូនអត់អីទេហើយពេលហ្នឹងបងយ៉ាក៏បានលើកដៃសាពះទៅអង្វរប្អូនហ្នឹងសុំជួយបងផងលាក់ការផងរឿងហ្នឹងអង្វរសាពះអីផងអញ្ចឹងទៅហើយពេលហ្នឹងប្អូនស្រីរបស់គាត់ក៏ថាអត់អីទេបងខ្ញុំជួយលាក់ការអត់អីទេហ្នឹងហើយអត់អីទេដល់ពេលបានសតុបានផ្លែតហ្នឹងពេលហើយហ្នឹងប្តីបងយ៉ាគាត់មកដល់ឃើញសកម្មភាពសាពះអង្គុយសាពះអង្គុយអញ្ចឹងមួយបងស្រីប្អូនស្រីសាពះនិយាយគ្នាអញ្ចឹងក៏បានឆ្ងល់សួរពីរនាក់ធ្វើស្អីវាមួយសាពះមួយងើបក្បាលមួយសាពះធ្វើស្អីវាហើយដើរមកសួរពេលហ្នឹងដើរទៅសួរមានរឿងអីមិញដល់ពេលហើយបងយ៉ាថាប្រពន្ធគាត់ក៏និយាយថាអត់មានអីរឿងបងខ្ញុំអូនមានមកលេងអញ្ចឹងហើយពីសុំលុយចាយឲ្យលុយវាចាយទៅណាដល់ពេលហើយបងយ៉ាក៏ហុចឲ្យលុយទៅឲ្យលុយប្អូនថ្លៃគាត់ហ្នឹងហើយឲ្យជា 100000 អីណាដល់ពេលហ្នឹងបងយ៉ាគាត់ថាប្រឡងចង់សក់ហើយរលេះអីដោះសារជាមួយប្តីគាត់បានណាគាត់ថាភ័យពេលហ្នឹងមករួចខ្លួនដល់ពេលហ្នឹងប្រឡងហ្នឹងទៅស៊ីផលិតអស់ហើយព្រោះខ្លាចប្តីដឹងតែប្តីដឹងងាប់ទៀតរឿងទៀតហ្នឹងហើយបញ្ហាធំទៀតបើប្តីដឹងគាត់ប្រាប់និយាយអញ្ចឹងគាត់ថាអញ្ចឹងពេលហ្នឹងបងយ៉ាហ្នឹងគាត់មិនសូវធ្វើខ្លួនទេរៀងខ្មៅទេហើយដល់ពេលដែលគាត់សុំប្អូនថ្លៃបានហើយពេលហ្នឹងគាត់ក៏បានទៅពិភាក្សាជាមួយម្ដាយគាត់មួយសារទៀតតើម៉ែរកវិធីអ្វីទៀតហើយម៉ែក៏និយាយថាងាប់វាល្មមហើយនេះតែអាយុ20ជាងសោះចាស់ដូចគេ30 40ខ្លួនឯងលេងខ្លួននេះបើកូនណាលាបលេហើយឡៃសក់អីណាស្អាតតិចមើលអញ្ចឹងគេលេបមកចូលពេលហ្នឹងបងយ៉ាហ្នឹងក៏បានទិញលេទិញម្សៅលាបឲ្យស្អាតខំធ្វើខ្លួនអីទៅពេលបានសបានស្អាតប្តីនោះក៏ឆ្ងល់អូនឯងឥឡូវគឺលេងស្អាតមែនធ្វើខ្លួនធ្វើម៉េចចង់បានប្តីមួយទៀតមែនប្តីក៏សួរអញ្ចឹងចង់បានប្តីមួយទៀតមែនមិនធ្វើលេងខ្លួនអញ្ចឹងអូអត់ទេបងខ្ញុំលេងខ្លួនឲ្យបីស្អាតហ្នឹងខ្លាចបងឯងលែងខ្ញុំហ្នឹងចុះខ្ញុំធ្វើលេងខ្លួនស្អាតសិនណាហើយប្តីនោះក៏និយាយថាអីទេបងអូនឥឡូវឯងខំមួយឆ្នាំទៀត
ខំឆ្នាំទៀតមើលយើងខំឆ្នាំទៀតមើលគីឡូយើងមានទៀតមានកូនអញ្ចឹងណាអញ្ចឹងនៅសល់មួយឆ្នាំទៀតអញ្ចឹងយើងការ5ឆ្នាំហើយបើសិនមួយឆ្នាំទៀតអត់មានបងលេងនឹងឯងចាស់ហើយព្រោះអីការច្រើនឆ្នាំហ្នឹងហើយទូនឯងស្អាតយ៉ាងណាក៏បងអត់យកដែរបងលេងហើយបងលេងឯងចោលហើយប្តីគាត់ក៏និយាយអញ្ចឹងពេលហ្នឹងគាត់លេងខ្លួនលាបម្សៅលាបលេវសាច់គាត់ទៅឡើងសហើយកាន់តែស្អាតទៅពេញមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃទៀតគាត់តែស្អាតពេលហ្នឹងគាត់ក៏អស់ជំរឿហើយមិនដឹងទៅពឹងពាក់តាណាគេទេគាត់ក៏គិតថាមិនដឹងរត់ណាគេទេឲ្យជួយទេគាត់ក៏គិតសិនហើយក៏សួរមិត្តភ័ក្តិក៏ផ្ដល់យោបល់ថាថ្ងៃកុំធ្វើអញ្ចឹងបើសិនជាឯងធ្វើអញ្ចឹងគេពិនិត្យ DNA ដឹងថាកូនមិនមែនកូនគេហើយនៅអត់ដែរហ្នឹងកុំធ្វើអញ្ចឹងអត់បានទេមិត្តភ័ក្តិហ្នឹងក៏បានផ្ដល់យោបល់អញ្ចឹងមិត្តភ័ក្តិអង្គការហ្នឹងក៏និយាយអញ្ចឹងពេលហ្នឹងគាត់ក៏គិតថាគិតដល់ម៉ែក្មេគាត់និយាយម៉ែក្មេគាត់និយាយថាឪឯងដាក់បានណាគាត់គិតចឹងអូបើសិនជាឪក្មេកអញ្ចឹង DNA ជាមួយគ្នាទេគាត់ក៏គិតអញ្ចឹងព្រោះពីមុនគាត់ឮម៉ែក្មេគាត់និយាយថាឪឯងដាក់បានណាខ្លាំងណាស់ពេលហ្នឹងបងយ៉ាហ្នឹងក៏នឹកឃើញទៅឪក្មេកម្ដងពងគិតសិនហើយឪក្មេងក៏មិនចាស់ប្រហែលដែរគាត់អាយុ50ជាងទេបងប្អូនបងយ៉ាគាត់និយាយអញ្ចឹងអាយុ50ជាងទេបងយ៉ាហ្នឹងគាត់ថាគាត់28ដល់ពេលឪក្មេងគាត់59ហ្នឹងហើយមិនច្រើនគ្នាប្រហែលទេហើយគាត់គិតថានៅតែឪក្មេងមួយបើសិនឪក្មេងពឹងពាក់បានទៀតគាត់នឹងចប់ហើយចុងក្រោយបំផុតគាត់នឹងទៅតាក់ទងឪក្មេងម្ដងគាត់ទៅសុំគាត់ទៅពិភាក្សាជាមួយពេលហ្នឹងល្ងាចឡើងបងយ៉ាគាត់ថាគាត់បានលើកសម្លលើកចានលើកសម្លម្ហូបអាហារទៅជូនម៉ែក្មេងភាសារៀបចំបាយគាត់រៀបជូនភាសាគាត់និយាយថាឲ្យម្ដាយពុកគាត់ភាសាម្ដាយក្មេងម៉ែក្មេងគាត់ថាម៉ែពុកខ្ញុំផាយជានៅបំរើជូនម៉ែបានទៀតទេព្រោះអីខ្ញុំអត់កូនតែអត់កូនប្តីខ្ញុំលែងហើយម៉ែអើយពុកអើយគាត់និយាយជាមួយម៉ែក្មេងគាត់អញ្ចឹងម៉ែក្មេងក្មេងគាត់អញ្ចឹងហើយម្ដាយក្មេងក៏និយាយថាមិនអីទេកូនឯងមិនតាន់ដល់ទេអីតាដល់វាមានកូនហើយអត់អីទេកូនឯងព្យាយាមទៀតមើលម៉ែមិនអោយពួកកូនឯងលែងគ្នាទេកូនឯងព្យាយាមទៀតមើលតាដល់វាមានហើយកូនមានកូនហើយគីឡូនិស័យយើងអាកាសវាមិនតាន់ឲ្យអញ្ចឹងកូនឯងចាំទៀតមើលអាហ្នឹងម៉ែក្មេងគាត់ក៏បាននិយាយប្រាប់អញ្ចឹងហើយបងចាកូនភាសាគាត់និយាយថាខ្ញុំចំដែនម៉ែឯងមានកូនដល់7 8នាក់ខ្ញុំក្របគ្មានផងម៉ែអើយបងចាក៏និយាយអញ្ចឹងហើយកូនម៉ែឯងមួយណាក៏សិតតែមានព្រលឹងដែរល្អអស់ម៉ែអើយខ្ញុំចំដែនម៉ែឯងណាហើយពេលហ្នឹងម្ដាយក្មេងក៏និយាយថាកូនឯងខ្លាំងណាស់កូនអើយឲ្យតែប្រឡែងបានហ្នឹងដាក់បានហ្នឹងខ្លាំងណាស់កូនពុកកូនឯងហ្នឹងពុកក្មេងកូនឯងហ្នឹងខ្លាំងរាល់ថ្ងៃណាកូនឯងដឹងណាបើសិនជាម៉ែឲ្យទៀតមានទៀតហ្នឹងឲ្យកូនឯងខ្លាំងណាស់កុំម៉ែឲ្យទៀតណាកូនឯងនេះខ្លាំងណាស់ទោះបីហូបផលិតហូបខ្ចងហូបបញ្ជូហូបត្រឡអីក៏ដោយហូបក្តាមហើយក៏មានដែរមិនបាច់បើដូចប្តីកូនឯងទេកូនឯងនេះខ្លាំងណាស់ហើយពេលហ្នឹងម៉ែក៏សួរថាប្តីកូនឯងក៏ខ្លាំងដែរហើយបងយ៉ានិយាយថាប្តីខ្ញុំខ្លាំងដែរម៉ែអើយតែអត់កូនគាត់ខ្លាំងឯតាតែអត់កូនហើយបងយ៉ាគាត់និយាយថាម៉ែអើយខ្ញុំដឹងធ្វើរបៀបដឹងធ្វើវិធីរបៀបណានេះឲ្យមានប្តីខ្ញុំក៏អត់មានសោះហ្មងម៉ែអើយហើយម៉ែក្មេងគាត់និយាយថាម៉ែមិនដឹងជួយកូនឯងយ៉ាងម៉េចទេកូនអើយប្រហែលជាម៉ែរចាំមើលម៉ែរសុតបរានសុតថ្នាំខ្មែរអញ្ចឹងគេលោយើងលេបថ្នាំខ្មែរទៅកូនឯងគេលោមានណាចាំមើលម៉ែរថ្នាំខ្មែរឲ្យពេលហ្នឹងម្ដាយគាត់ក៏បាននិយាយអញ្ចឹងហើយម្ដាយនិយាយហើយម្ដាយក្មេងគាត់ក៏ទៅបាត់ទៅហើយបងយ៉ាគាត់រកឱកាសពេលហ្នឹងម្ដាយគាត់ក៏ដើរទៅបាត់ទៅហើយពេលហ្នឹងគាត់រកឱកាសនិយាយជាមួយឪក្មេងគាត់ដោយសារម៉ែក្មេងគាត់នៅជាមួយអញ្ចឹងគាត់រកឱកាសដើម្បីឪក្មេងគាត់នៅតែឯងគាត់មានឱកាសនិយាយហ្មងអញ្ចឹងពេលហ្នឹងម៉ែក្មេងគាត់ដើរទៅបាត់ហើយពីមុនគាត់និយាយដែរឲ្យតែគាត់និយាយមានអ្នករៀបរៀងមកនិយាយកាត់សម្លេងកាត់អីចុះមិនសូវមានឱកាសនៅតែ2នាក់ជាមួយឪក្មេងនិយាយទេអត់សូវមានសោះពេលហ្នឹងឱកាសមួយទៀត
ở mấy đó có tới đã tắc xài để bằng giá còn miên xài chân đằng đài á đã tắc xài chắc là ca năng ngày bài còn bàn dày bàn chắc ca nơi tiếc đang dày bàn thì mình đã cắt chắc nè ca mới tiết đã còn từ xài đã tắc xài chắc ấy có vô tắc xài đã châu xài chắc á ngày bên đấy có còn dày bên đang có chụp kia dày giật bên đang hay bên nó có rò cá du trong mà tật này mò bà ca là giấy á này giấy là việc sai nữa là ngày bên nó ấy vậy nó có đỏ ai mù bầy tham chúa mù bòi chẳng á hồi ở bay đánh mù có trụ và đá mù bà trụ bầy về mù hói có đào từ cành chộp nè mùi ở mấy có cành chộp ly từ mùi hay bóng sấy có cành chộp ly từ mùi là đào từ tầm kia từ bia sai đó tạm bây giờ tật đã sai về nó bóng giá có thang thơm hết dây tỏ bàn có tăng chất á dây tầm mùi nó ở ở đập bàn mà xâm lạnh bằng bờ bán bàn bờ ọt có tăng chất bằng chẳng thể dây tỏ bàn có đá kết đá hiện dây lượng năng hiện dây hỏi còn dây tha chất muối hiện kha hàn yên ở khmer hiện dây để tái có tăng chất dây hỏi về hái đà từ hái có xù bục quạt thà hỏi pin nữa quạt đang ở bục khmer quạt nó có ban cho từ xài lực tục đầy tục plư chẳng á mà mọi tật hìa tranh chẳng á lực lang từ chui tục từ đó hái bồn sấy có ban chỉ tật chuột ban vô cả ai mà ai thì thấy ở mấy có mình dây tháng khơi nhé còn mọi cho khơi nhé lấy từ tật chuột nè giờ ai phục từ tập đấy hỏi là nghi ấy tiếp phục khơi phục ở nền phục đá bằng nhom chuối chứ có cái gì chẳng cho tới chuột rồi trong chuối trăm tắc kê máu là mỗi trăm tắc kê máu đã sai thì đó hiện dùn tị có chui phục mày cọt về năng sần thấy có bàn các chất mẹ càng cháy hay về lại tiết còn giấy prap sâu mà phục mày có đấyហើយពេលហ្នឹងក៏បានទឹកគេមកទឹកស្រែក៏បានបញ្ចូលដាក់ស្រែដាក់ទឹកស្រែធ្វើស្រែប្រាំងបងប្អូនហើយក៏បញ្ចូលពេញទៅពេញជួយឲ្យក្មេងគាត់បញ្ចូលស្រែអីបញ្ចូលទឹកស្រែហើយពេលហ្នឹងមិនទាន់នឹងនិយាយទេនៅថ្ងៃស្រាងមើលគ្នាឃើញឡើយទេមិនទាន់ជប់ទេណាបងប្អូនណាដល់ពេលដាក់ទឹកហើយទៅក៏បានអង្គុយនៅលើដំបូកហ្នឹងហើយក៏និយាយមួយឪពុកក្មេងគាត់ថាទៀតខ្ញុំលេងបានធ្វើជាកូនភាសាឲ្យក្មេងហើយឲ្យឯនេះហើយមិនចឹងកូនដោយសារប្តីខ្ញុំគាត់ថាអត់មានកូនគាត់លែងខ្ញុំចោលហើយព្រោះការយូរហើយពុកអើយខ្ញុំដឹងធ្វើវិធីណាទេនេះហើយឲ្យក្មេងនិយាយថាអត់ទេខ្ញុំឲ្យលែងទេអត់អីទេពុកមិនឲ្យលែងគ្នាទេកូនជាកូនរបស់ពុកអញ្ចឹងហើយដល់ពេលហ្នឹងគាត់និយាយថាពុកគាត់ក៏អង្គុយតាំងសមាធិអង្គុយហើយក៏មូបរិយឆ្នាំជក់ឆ្នាំខ្លាំងមូជក់ទៀតគាត់មូជក់អង្គុយមូជក់ដើម្បីដេញមូជក់ទៀតហើយដល់ពេលហើយគាត់ដោយសារមូច្រើនពេកគាត់ផ្លុំបឺតផ្លុំអមមូជក់បរិយពេលហើយគាត់អង្គុយនៅដើមឈើមួយជិតដីដំបូកជាមួយឲ្យកូនភាសាគាត់ហ្នឹងអង្គុយហ្នឹងហើយកូនគាត់ក៏ចាប់ផ្ដើមមានឱកាសនិយាយពេលហ្នឹងហើយកូនភាសាគាត់និយាយសុំរឿងហ្នឹងឮថាម៉ែថាឪខ្លាំងប៉កែអីគេកូនឮម៉ែនិយាយថាឪឲ្យតែប្រឡែងមានហ្មងអីកូនមិនធម្មតាកូនឪខ្លាំងជំនាន់មុនខ្លាំងឪមិនដូចឥឡូវទេមិនដូចកូនឪឥឡូវទេឪដាក់មានប្រឡែងមានហ្មងមើលវីអូនឯងការដូចជា6ឆ្នាំណាអត់តមានណាចំនួនឪតើផ្លែតហ្នឹងមានដាក់មានហ្នឹងហើយកូនឯងនេះប្តីនេះឯងនេះអន់មែនតើណាធ្វើខូចពូជអស់ហើយពុកក្មេងគាត់និយាយទៅឯងអញ្ចឹងទៅនិយាយអញ្ចឹងទៅនិយាយបដាជក់បរិយបដាទៅផ្លុំជក់ទៅហើយពេលហ្នឹងបងស្រីក៏គាត់ភ័យតាំងចិត្តភ័យផងផងយកនឹងនិយាយមិនទេពេលហើយគាត់និយាយសួរថាហើយឪឯងហើយប៉កែមែនឪឯងដាក់មានហ្មងឪមានមែនឪមិនមែនអន់ទេកូនឯងសួរម៉ែកូនឯងមើល
มันธรรมดาទេគាត់បាននិយាយអញ្ចឹងគាត់និយាយប្រាប់អញ្ចឹងណាពេលហើយគាត់ក៏សម្លឹងឪគាត់មើលមុខឪគាត់គាត់ដឹងហើយគាត់ចិត្តតែជក់បរិយទេហើយក៏កាន់ដៃឪគាត់ឪឯងងាតឪគាត់និយាយថាអត់អីទេស្បែកឪក្រាស់សូម្បីមូសចាក់ចូលផងហើយពេលហ្នឹងបងស្រីក៏និយាយថាកូនសុំរឿងមួយសុំជួយរឿងមួយមកអីទេនិយាយមកគាត់ថាសុំទៅផ្ទះមុនទៅចាំទុកឲ្យឪមើលស្រែឲ្យមើលទឹកមើលអីឲ្យអត់ទេទៅថាមិនចឹងទេមិនរឿងហ្នឹងទេអើយមិនរឿងហ្នឹងទេអីនិយាយមករឿងអីគេខ្ញុំចង់បានកូនចង់បានកូនមិនទៅសួរប្តីកូនឯងមិនទៅសួរឪវិញឪឯងធ្វើដូចដឹងចឹងកាលប្រហែលឆ្នាំអីប្តីខ្ញុំអត់មានសោះនេះអត់មានកូនខ្ញុំសុំនៅជាមួយឪចឹងណាបានទេឪដើម្បីបានកូនចឹងណារូបរាងខ្ញុំផាក់ផាយខ្ញុំបានទេមានអីកូនបានដែរកូនតែមិនអាចទៅរួចទេកូនម៉ែកូនឯងដឹងងាប់ឪលើហ្នឹងងាប់អត់បានទេទៅឪជួយកូនមួយទៅឪអើយដើម្បីកូនតែអញ្ចឹងប្តីកូនលេងខ្ញុំចោលតាម៉ែកូនឯងដឹងងាប់ឪទួឪអីទេឪបើម៉ាក់មិនដឹងធ្វើម៉េចកុំឲ្យដឹងរឿងហ្នឹងណាហើយរូបរាងគាត់ហ្នឹងក៏ចាប់ផ្ដើមស្អាតជាងមុនណាចេះលាបលេជាអីសអីមុនណាហ្នឹងចេះលេងខ្លួនណាហើយក៏សម្លឹងមើលអញ្ចឹងមើលទៅហើយពេលហ្នឹងគាត់ក្មេងគាត់បកាច់រហូតអញ្ចឹងពេលហ្នឹងបងស្រីគាត់តិចនិចគាត់ចេះទៅស្ទាបចេះតែពេលហើយក្មេងគាត់យកព្រមឡើយគាត់មានចេះតិចនិចហ្នឹងហើយតិចនិចហើយពេលហ្នឹងបានបងប្អូនណាដាក់នៅកន្លែងហ្នឹងហ្មងកន្លែងដាក់ដីដបោកកន្លែងកពតព្រៃម្ដុំចិត្តហ្នឹងណាក្រោមដើមឈើមួយកន្លែងដីដបោកហ្នឹងហើយពេលហ្នឹងបានមែននៅជាមួយបានហើយក៏ពេលហ្នឹងគាត់ដឹងថាម៉ែនិយាយមិនខុសមែនឪខ្លាំងមែនពេលហ្នឹងបាននៅកន្លែងហ្នឹងដាក់នៅកន្លែងហ្នឹងហ្មងបងប្អូនណាតែពេលហើយក៏គិតថាប្រតិខ្លាំងមែនឪទឹកច្រើនទៀតហ្នឹងហើយពេលហើយក៏បញ្ញាប់បញ្ញាល់រៀងយប់បន្តិចបងប្អូនណាក៏មកផ្ទះវិញមកផ្ទះហើយទៅឲ្យក្មេងទៅខាងម៉ែក្មេងទៅក៏ទៅជួបប្រពន្ធគាត់វិញទៅហើយខាងកូននេះក៏ជួបមកផ្ទះផ្សេងចិត្តគ្នាដែរហ្នឹងហើយមកជួបផ្ទះវិញមកផ្ទះរៀងខ្លួនវិញហើយមកដល់ផ្ទះក៏បានប្រាប់ប្តីថាបងឥឡូវទឹកស្រែពេញហើយមិញទៅយកទឹកស្រែពីអ្នកឪនៅវាលដាក់ឲ្យអស់ហើយពេញអស់ហើយពេលហើយឪនោះក៏មកផ្ទះកូននិយាយថាអត់អីទេឥឡូវយើងដាក់ស្រែដាក់ទឹកហើយឥឡូវស្រែដាក់ទឹកហើយស្អែកឪទៅបាតជីម្ដងបាតជីទៅបានដីវាល្អមកវាឆាប់ដោះស្រូវអញ្ចឹងណាបាតជីស្អែកបាតជីអីក៏និយាយអញ្ចឹងពេលគាត់និយាយអញ្ចឹងថាស្អែកទៅបាតជីបងស្រីក៏គិតថាជាឱកាសក៏ល្អគាត់មួយទៀតហើយនឹងទៅធ្វើម្ដងទៀតជួបឲ្យឃើញម្ដងទៀតហ្នឹងហើយទៅផែនការម្ដងទៀតហ្នឹងហើយបងស្រីក៏គិតថាត្រូវជួបទៀតហើយបានផែនការម្ដងទៀតត្រូវធ្វើម៉េចឲ្យឆាប់មានកូនអញ្ចឹងណាហ្នឹងហើយបងស្រីក៏និយាយថាឲ្យស្អែកទៅបាច់ជីបើថាទៅបាច់ជីស្អែកខ្ញុំទៅដែរខ្ញុំទៅលាយបាច់ដែរជូនទៅជាមួយជួយអញ្ចឹងណាហើយបងឯងមិនទៅទេទៅមួយក្មេងក៏បានដែរទៅមួយក៏បានដែរបងមិនទៅទេហើយហ្នឹងបើគិតដឹងហើយជាដឹងថាប្រហែលបានទៀតទេអត់អីទេទៅកូនស្អែកចាំចាំទៅជាមួយគ្នាហើយស្អែកឡើងក៏បានទៅបាច់ជីមែនរែកមកខាងម្នាក់មកកាជើមកកាជើឪក្មេងផងកូនសាផងតែងទៅគេយកជីទៅបាច់ហើយប្តីគាត់នោះបានទៅធ្វើការបាត់ហើយទៅដើរទៅដល់ស្រែដល់ពេលបាច់បានស្ទុះឲ្យក្មេងក៏អត់បានប្រពួរទេកូនប្រសាប្រពួរបងស្រីក៏ថាបន្តទៀតទេបន្តដូចសមវិញទៀតទេបន្តទៀតអត់បងស្រីក៏សួរអញ្ចឹងហើយក៏និយាយថាតំសមវិញកូនបញ្ញាប់ម៉េចក៏ធ្វើស្រើនិយាយអញ្ចឹងណាដល់ពេលកូនថាខ្ញុំបញ្ញាប់ឆាប់បានមានអញ្ចឹងមានកូនអញ្ចឹងជួយខ្ញុំបន្តិចមកឆាប់មានមកបងស្រីក៏និយាយអញ្ចឹងក៏ប្រាប់ខ្ញុំអញ្ចឹងណាហើយពេលហ្នឹងរៀងថ្ងៃបាយថ្ងៃត្រង់ហើយអញ្ចឹងអ្នកដែលធ្វើស្រែចិត្តហ្នឹងគេមកផ្ទះអស់ហើយនៅតែពីរអ្នកគាត់នៅពុកមេគាត់ទេហ្នឹងហើយក៏មើលឆ្វេងមើលស្ដាំមើលលិចមើលត្បូងមើល
កើតអីទៅណាអត់មានឃើញមនុស្សទេស្ងាត់ជ្រាបបងប្អូនកាត់ជ្រាបអត់មានមនុស្សទេដល់ពេលអត់មានមនុស្សហើយមើលឆ្វេងស្ដាំហើយដាក់នៅហ្នឹងបងប្អូនណាដាក់នៅទៀតនៅកន្លែងខ្ទមមើលស្រែមើលចំការហ្នឹងកន្លែងហ្នឹងដាក់នៅហ្នឹងទៅដាក់កន្លែងហ្នឹងម្ដងហើយក៏គាត់ថានៅជាមួយឲ្យក្មេងក្តីសុកណាក្តីសុកណាបងស្រីក៏និយាយចឹងក្តីសុកណាហើយគាត់ស្រឡាញ់ប្តីគាត់ទេតែឧស្សាហ៍ប្តីគាត់បើអត់មានទេកូនទេនឹងលេងហើយអញ្ចឹងក៏គាត់បានធ្វើមិនឲ្យបានកូនបានបីផ្គត់ផ្គង់ប្តីគាត់ហ្នឹងហើយអញ្ចឹងនៅជាមួយឲ្យក្មេង2 ដងបាន2 ដងហើយដល់ពេលយប់ឡើងគាត់នៅផ្ទះដេកជាមួយប្តីគាត់អញ្ចឹងក៏នឹកឃើញហ្នឹងឃើញឲ្យក្មេងគាត់ចេះថ្នាក់ថ្នមអញ្ចឹងណាចេះថ្នាក់ថ្នមក៏នឹកសម័យទៅនឹកឃើញអញ្ចឹងទៅហើយឪនឹងក៏ជួយបានមែនពុកក្មេងគាត់ជួយបានមែនខ្លាំងណាស់ហើយគាត់ចេះតែអៀងក្អួតអីចាញ់ឆ្អល់អាស្រួលខ្លួនណាហើយ3 ខែហើយគាត់ក៏បានទិញថ្នាំលេបតែលេបបាត់ទេហើយក៏គិតថាសម្រាប់ចេះទៅពេទ្យពេលក៏ទៅពេទ្យបណ្ឌិតផែសង្ស័យមានអញ្ចឹងណាពេលទៅដល់ពេទ្យដោយសុខភាពហ្នឹងពេទ្យសួរអូនឯងបាត់រដូវប៉ុន្មានហើយដល់ពេលប្រាប់ទៅគាត់ថាអូនឯងមានកូនហើយពេទ្យក៏និយាយអញ្ចឹងហើយពេលហ្នឹងបងវីគាត់និយាយថាក៏ខិតខប់ក្នុងពេទ្យហ្នឹងហើយក៏គិតថាប៉ុណ្ណឹងបានហើយបានកូនលេងប្តីគាត់លេងបានលេងហើយអញ្ចឹងហើយអញ្ចឹងណាដឹងបានកូនឲ្យប្តីគាត់ហើយសុវ័យចិត្តពេលហ្នឹងបងយ៉ាគាត់និយាយអញ្ចឹងថាសុវ័យចិត្តហើយក៏បានកាន់អាសភៅបណ្ឌិតអាសភៅពណ៌លឿហ្នឹងកាន់មកផ្ទះសភៅបណ្ឌិតសុខភាពហ្នឹងមកផ្ទះកាន់មកផ្ទះវិញកាន់មកផ្ទះមិនហើយប្រាប់ប្តីមុនគេមកដល់ជួបប្តីប្រាប់ប្តីបងឥឡូវខ្ញុំមានកូនហើយបងអើយមានហើយហើយនៅប្តីផងលើកពោអញ្ចឹងអញមានអញ្ចឹងអញកុំធ្វើការអីនៅផ្ទះទៅចាំប្តីធ្វើការទៅដាក់ស្រែដាក់អីជីអីចាំប្តីកុំនៅផ្ទះកុំទៅណាសោះប្តីក៏យកប្រាប់ប្រពន្ធអញ្ចឹងដល់ពេលហ្នឹងប្រាប់ម៉ែទៀតម៉ែក្វេកទៀតម៉ែខ្ញុំមានហើយម៉ែឃើញទេម៉ែថាដល់ត្រូវមានហើយឃើញទេព្រះតាមជួយមែនឃើញទេតែត្រូវវាដល់មានហើយកូនហ្នឹងហើយម៉ែក្មេងគាត់ក៏និយាយអញ្ចឹងដល់ពេលហុចចន្ទះនៅឲ្យម្ដងឲ្យក្មេងម្ដងអរគុណឪហើយអរគុណហើយខ្ញុំមានកូនហើយឪអើយអាกระดาษលឿនហ្នឹងឲ្យឪមើលដែរกระดาษលឿនសុខភាពហ្នឹងណាហើយពេលកន្លងបានមួយអាទិត្យមកនេះគាត់ក៏ចាញ់បោកមិត្តភ័ក្តិគាត់គេថាអ្នកដែលមានកូនត្រូវនៅជាមួយប្តីទៀតដើម្បីបានផ្គត់ផ្គង់អវយវៈអីចឹងណាគ្រប់ឲ្យប្តីនៅជាមួយរហូតទៅឲ្យបានបំពេញដៃអំពីជើងឲ្យកូនអញ្ចឹងណាក៏ចាញ់បោកមិត្តភ័ក្តិគាត់និយាយអញ្ចឹងព្រោះមានផ្ទៃពោះក៏នៅបន្តទៀតដែរអញ្ចឹងណាមិត្តភ័ក្តិគាត់និយាយអញ្ចឹងគាត់ក៏ចាញ់បោកទៀតចាញ់បោកមិត្តភ័ក្តិគាត់អាពាក្យហ្នឹងនិយាយអញ្ចឹងណាឲ្យនៅបន្តទៀតទៅជួបទោះបីមានកូន3 ខែ 4 ខែហើយនៅបន្តទៀតទៅហើយពេលនេះបងស្រីក៏ឆោតដែរគាត់ណាមួយគាត់មានកូនដំបូងផងគាត់ឆោតហើយពេលហ្នឹងគាត់ក៏រកឱកាសនៅជាមួយឲ្យក្មេងបន្តទៀតរកឱកាសពងរកឱកាសទៀតហើយរកឱកាសហ្នឹងហើយគាត់ថាគាត់ឆោតនៅរកឱកាសបន្តទៀតហើយពេលហើយបបួឪជូនកូនទៅផ្សារបន្តិចពេលហ្នឹងឡើងខ្លាចហើយមុខម៉ែក្មេងអញ្ចឹងឲ្យជូនទៅកូនទៅផ្សារតិចមកពេលហ្នឹងឲ្យក្មេងប្រហែលជាដឹងហើយពេលហើយឲ្យក្មេងថាឲ្យបានជូនទៅទេព្រោះនៅជាប់នៅម៉ែធ្វើការផ្ទះនេះឲ្យមើលឲ្យប្តីខ្លួនឯងជូនទៅមើលទៅផ្សារមើលហើយពេលហ្នឹងម៉ែក្មេងក៏និយាយថាកូនផ្សារប៉ឹងឲ្យជូនទៅមិនជូនទៅអត់ដឹងកូនមានផ្ទៃពោះទេគ្នាមានផ្ទៃពោះជូនកូនតិចទៅជូនកូនទៅផ្សារតិចទៅឲ្យវាឯងនេះដឹកគ្នាទៅបន្តិចទៅពេលហ្នឹងមែនបងប្អូនណាក៏បានទៅមែនដឹកគ្នាទៅផ្សារដល់ពេលហើយឡើងម៉ូតូក៏អោបចកេះឲ្យក្មេងហើយឲ្យក្មេងក៏និយាយថាតើអោបអីចឹងម៉ែឲ្យឃើញងាប់អញឡើយកុំអោបចឹងអត់អីទេឪឧស្សាហ៍កូនផ្ទៃពោះអោបចឹងហើយសុវត្ថិភាពកំពុងធ្លាក់ម៉ូតូធ្លាក់អីទៅឪអត់អីទេឪដល់ពេលមកវិសាវិញទិញរបស់របរសម្ភារៈកៅអៅកូនណាត្រៀមកើតទិញមកទិញសម្ភារៈអី
miền khao thực nô miền cái ai cũng không mấy ấy chẳng hạn mà đào tiền với nhái có bà xù ở cả ngạt là xù bà to tiết ở đây có nó đây mấy con gì chẳng ở đây tiết đây ở đây ở thường pin ấy kia phong pin tay pin chơi kia chẳng á pin đi pin người cướp ở đây từ bà to tiết đây rồi pin nó có bà từ âm nã có bà là pin tay pin chơi nó pin thằng tây từ một đòn tiết từ còn bồn có tha từ một đòn tiết mà pin tay pin chơi người cầu nữa bàn một đòn tiết hỏi có tha nơi chỉ mưa khi có vào môi chất vào môi khai bằng bồn nó chất đòn ngày nơi đó vào môi khai bằng bồn đó vào môi khai mà cà phê bàn vào môi khai có đánh nhà chất tha chụp mền tên ở xa ở nơi chừng mười nơi chờ đòn cà phê bàn vào môi khai hay rương nướng cắt chỉ mình đã đằng là cốt ở không mấy cọt đấy rương nó mình đã đằng tề rương đằng hay về nướng lò về cột khai có mình cầu mình cạt á một ô nó cạt bàn cồn pro mùi lò về cạt màu ô nó cồn pro tiệt đôi đây cọt chẳng một đôi đây cọt chẳng đôi trong mà roi phía rồi mà tăng mục tăng đầy tăng ấy tăng riêng đôi mà đây cọt à hay về nó đấy có ba trăm phần đi đây cái chứa một đôi đây bẹp lại năng từ phần xây tiết đôi đây nè hồi nít sầm nắng chứ con bạc cắt cho mùi ở không ấy về bạc cắt mùi nè xây nó bầm mục khóc này bầm đây con bầm nhiều phần yên ấy đang tụ đi đó sầm nắng men té đây con bạc cắt cho mùi ở không ấy con đó với chiêm cho mùi kia chiêm câu mùi kia nó cao nó đôi bẹp lại bờ bạc cắt mùi nè xây đó một cồn pònกับ pơ chênh mà vị cho mình khâu mình ngọt thôi là ngày ní xá mà có đó có hay có tập cắt ở mấy có đó hay nhá là ngày bàn một đôi chứ một đôi ở đây có đó hay này nè xa có đó thôi đặc biệt là có bàn câu nó có chụp vật đưa là ngày chụp vậy chẳng có sẽ đây sọc rùa sáng có cạn mà mi lên mi panh hai thì đây sọc to tiệt chẳng á để xa nguyên cầu mình đấy và đây có lên cái thành lệ như vậy á về bàn hay có mà mày có đành ấy mày có đằng giúp đằng ấy chứ còn miền này ấy có còn đặt là đằng cồn ấy mày có đó về class đấy có chun có đa lên chứ tên đâu tên hay đây có đằng thì hay có bán đa lên từ phải tranh này chẳng á chun ở đằng cồn ấy mày có đó có sống chui mà đòn thì tơi là ngày chui pi đòn thì tơi phải tranh cho tơi mà đòn tiệt pi đòn tiệt tơi hồi còi láng từ về từ tiệt nó miên mùi tiệt bằng bồn nó miên cồn mùi tiệt từ cồn mùi tiệt cả mà đôi ở đây có thì một đôi đây có thì trắng bông sợi dây trắng có tháng miên cồn pi và miên cồn pi pro thằng pi hồi sập sáng ấy có chỉ miên cồn pi nè chỉ mùi ở mấy con đó cồn pi nè bà là ngày chẳng sạch riêng nó bong bóng miền thế miền này sọc phun có bong bóng miền đấy xong cả mình mùi bóng bóng là ngày chẳng riêng mền bong bóng á là ngày chẳng xong một con tra rồi cả tạm hàng đạp và những bong bóng mấy chui subscribe cho nhà cận đăng phòng bạn con tra trong điệp lìa